สุดได้บอมบ์นอร์นี้แต่ละนี่คือខ្ញុំបានមកដល់នៅបឹងតកួនបងបឹងតកួនបាទឃើញទិដ្ឋភាពផ្ទះរបស់បងប្អូនជីវរដ្ឋយើងនៅបឹងតកួនបាទទីអស់ហើយនេះត្រូវយកធាតុថៃបាញ់បន្តិចបាទសូមបងប្អូនមើលបាទនេះគឺជាបឹងតកួនហើយមានផ្ទះយើងកន្លងមកតែភ្លើងឲ្យដាច់លើពីលពុយអស់ហើយបាទហើយមានបកគោសាភ្លើងណាគឺបាក់តែម្ដងភាសាត្រីគ្រាប់ហើយសភាពស្ងប់ស្ងាត់ឃើញឡានបងប្អូនយើងមកមួយបាទអំបញ្ញមិញនេះខ្ញុំបានទៅដល់បាទកន្លែងបងប្អូនយើងក៏រើវាយបានដែរហើយលើចេញមកវិញមើលខាងអូមានសំណាក់ពីក្បាលនៅយាមផ្ទះទៅណាទេនោះយាមផ្ទះបាទនេះសិតែសិនបងប្អូនអរគ្នានេះខ្ញុំឲ្យបងប្អូនអរគ្នាមើលបាទមើលនេះបាទទ្របស្គៀតចំកៅមកកន្លែងនេះបាទសរសៃប៉ៅត្រូវទ្របប៉ៅធ្លាក់មកបាទនេះបែងក្របបងប្អូននេះបែងក្របនេះរងណាស់ស្នបាយចូលមកក្នុងកណ្ដុកហើយខ្សែកាបមើលខ្សែកាបជាប់បាក់រូបភ្លើងខ្សែកាបដាច់ទីខ្ញុំបាទហើយនេះបកោភ្លើងយកប៉ុណ្ណាដែរហើយបាក់ត្រូវគ្រាន់បាក់ចេញនៅបាក់តិចកំដងតាច់ខ្សែភ្លើងតិចបងតកួនហើយនេះបងតកួននេះខ្សែភ្លើងសង្កសីប៉ាន់ធ្លាក់ទៅផ្ទះខ្នោះបើបានតិចអស់លេងនោះរ៉ាសាំងនោះក៏ត្រូវមិនណយដែរនេះបាយរកសំណបងប្អូននោះក្រំនេះមើលផ្ទះនេះបងប្អូនឃើញផ្ទះបន្តិចមើលសង្កសីឡើងរួញមើលសង្កសីឡើងរួញឃើញទេបាទសំឆឹងតាមមានប្រជាប្រដ្ឋណាហ៊ានមកនៅមនុស្សខ្សែភ្លើងដាច់ធ្លាក់តិចអស់ហើយទៅនោះមនុស្សផ្ទះប្រជាប្រដ្ឋយើងឲ្យធ្លាក់ដាច់តិចអស់បងប្អូនមើលនេះទៀតធ្លាក់បាទទាំងកណូមីនតែមនុស្សយាយក្រមីនដាច់ធ្លាក់មនុស្សផ្ទះថ្ងៃជាប្រតិទីហើយកៅនេះកៅចំក្រវិញវាចតែបានមកធំតែបងប្អូនយើងនៅខាងនោះខ្លាំងស្នាក្រនេះយកមកលើកលើបងប្អូនភ្លើងផ្សាយភ្លើងអរគុណច្រើនបងប្អូនទាំងគ្នាបាទនេះគឺជាភាពទីខ្ទាស់នៃសង្គ្រាមបាទចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27រវាងកម្ពុជាយើងនិងថៃបាទលើពីថៃបាទឡើងភូមិឋានសមិទ្ធផលជាតិរបស់កម្ពុជាយើងច្រើនយើងបានប្រឹងប្រែងកសាងអភិវឌ្ឍរយៈពេល30ឆ្នាំនេះទីខ្ទាស់មកហើយបងប្អូនបាទសូមអរគុណបងប្អូនទាំងគ្នា